ប្រើប្រាស់ដោយទំនុកចិត្តប្រើប្រាស់ដោយមោទនភាព Toyota Hilux Travel ត្រូវបានបង្គុំនិងដំឡើងដោយវិស្វករខ្មែរទាំងស្រុងរថយន្ត Pick-up ដែលកំពុងរុនទីផ្សារប្រទេសកម្ពុជា Hilux Travel បានត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសកម្ពុជាមានសំណួរជាច្រើនតែងតែចោទសួរថាតើ Hilux Travel ដែលលក់នៅទីផ្សារប្រទេសកម្ពុជាមានប្រភពមកពីប្រទេសណាពេលនេះมันមានអ្វីសង្ស័យទៀតនោះទេដែលក្រុមហ៊ុន Toyota Cambodia បានបញ្ជាក់ឲ្យថា Toyota Hilux Travel ត្រូវបានបង្គុំនិងដំឡើងនៅកម្ពុជាដោយវិស្វករខ្មែរទាំងស្រុងនេះមិនមែនជារឿងចម្លែកនោះទេព្រោះថាកន្លងមករថយន្ត Toyota Hilux Revo Rally ក៏បានផ្គុំនិងដំឡើងដោយវិស្វករខ្មែរនៅប្រទេសកម្ពុជាផងដែរបាទនេះពី Toyota Hilux ចំនួនទី9បានធ្វើការកែប្រែថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងដែលជាហេតុធ្វើឲ្យអ្នកស្រឡាញ់រថយន្ត Pick-up កំពុងចាប់អារម្មណ៍ខ្លាំងលើរថយន្តមួយនេះជាពិសេសអតិថិជនរបស់ Toyota តែម្ដងចំពោះប្រវត្តិរបស់ Toyota Hilux មានវត្តមានឈរជើងនៅលើទីផ្សារអស់រយៈពេល58ឆ្នាំមកហើយគិតចាប់តាំងពីចំនួនទី1ត្រូវបានផលិតឡើងក្នុងឆ្នាំ1968ពីមួយចំនួនទៅមួយចំនួនក្រុមហ៊ុនជប៉ុន Toyota តែងតែរិះរកអ្វីថ្មីៗដើម្បីផ្ដល់ជូនអតិថិជនឲ្យទទួលបានរថយន្ត Pick-up ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃនិងធានាបាននូវអាយុកាលប្រើប្រាស់បានយូរអង្វែងសម្រាប់រថយន្ត Toyota Hilux ចំនួនទី9នេះបានផ្ដល់មកជាមួយជម្រើសថាមពលដ៏សម្បូរបែបសម្រាប់ប្រភេទប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុងដំណើរការដោយម៉ាស៊ីន Masood 1 GDF-TV ចំណុះ 2.8 លីត្រអាចផលិតកម្លាំងបាន204 កម្លាំងរមុល420 ញូតនម៉ែត្រសម្រាប់ប្រភេទប្រើប្រាស់ប្រអប់លេខដៃ6វគ្គចំណែកម្ដាយប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិអាចផលិតកម្លាំងរមុលបានរហូតដល់500 ញូតនម៉ែត្របន្ថែមពីនេះសម្រាប់ Toyota Hilux Travel ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធមានឈ្មោះថា Travel E ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន2អាចផលិតកម្លាំងអតិបរមាបានរហូតដល់144 គីឡូវ៉ាត់ឬស្មើនឹងប្រមាណ196សេននិងបានបំពាក់មកជាមួយអាគុយលីជុំអ៊ីអនទំហំ 59.2 គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ300គីឡូម៉ែត្រឬច្រើនជាងនេះអាស្រ័យតាមការបើកបរជាក់ស្ដែងបន្ថែមពីនេះចំពោះប្រព័ន្ធជំនួយការបើកបរ Toyota Hilux Travel បានបំពាក់មកជាមួយប្រព័ន្ធជំនួយការ Multi Terrain Select ដែលបានបំពាក់មកជាមួយ Terrain Mode ជាច្រើនដូចជា Dirt, Sand Mode, Rock និង Deep Snow Mode លើពីនេះរថយន្តនេះក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sin 3.0 ចំនួនថ្មីផងដែរសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត Toyota Hilux Travel បងប្អូនអាចទំនាក់ទំនងទៅកាន់ Facebook Page Toyota Cambodia ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់